គ្មានប្រលានយន្តហោះគ្មានស្ថាគារលំដាប់កាយ5គ្មានទីលានវាយកូនគោលទីនេះគឺជាឋានសួគ៌ចុងក្រោយមួយរបស់កូនខ្មែរគ្រប់រូបនោះគឺកោះកុងក្រៅទីនេះត្រូវតែផ្ដល់ជាអត្ថប្រយោជន៍ដល់ប្រជាជនខ្មែរគ្រប់រូបក្រោមចក្ខុវិស័យកោះកុងក្រៅល្អសម្រាប់ទាំងអស់គ្នាជាក់ស្ដែងនៅលើកោះអាពើប្រទេសហ្វីលីពីនប្រជានេសាទឲ្យរកប្រាក់ចំណូលបន្ថែមពីភ្ញៀវទេសចរតាមរយៈការបើកផ្ទះស្នាក់ដំណើរកម្សាន្តតាមទូកនិងសេវាកម្មមួយទឹកជាដើមផ្ទុយមកវិញនៅប្រទេសឥណ្ឌូនេស៊ីកោះវ៉ាកាថូប៊ីជនជាតិបាចាត្រូវបានរដ្ឋបិទសេរីភាពក្នុងការនេសាទហួសហេតុរហូតធ្វើឲ្យប្រពៃណីរបស់គេបាននឹងកំពុងរងការបាត់បង់ព្រោះគ្រួសារត្រូវចាក់ចេញពីសមុទ្រទៅរកការងារធ្វើនៅលើគោកវិញកោះកុងក្រៅអាចរៀនពីឧទាហរណ៍ទាំងនេះដោយយកចំណុចល្អដើម្បីការពារធនធានធម្មជាតិនិងគាំទ្រសហគមន៍ហើយរៀនអំពីចំណុចខ្វះខាតនៃបណ្ដាប្រទេសផ្សេងធ្វើដូច្នេះយើងអាចធ្វើបានកាន់តែប្រសើរសមុទ្ររបស់យើងផ្ទះរបស់យើងទំនួលខុសត្រូវរបស់យើងជួបគ្នានៅវីដេអូក្រោយ